ស្រុកកំណើតខ្ញុំធ្លាប់រួមសុខខំជួបជុំគ្រួសារពុកម៉ែបងប្អូនពូមីងយាយដារស់ជុំគ្រួសារមិនដែលកន់តើតែព្រំលិខិតពិតគ្មានវាសនាដល់វ័យសិក្សាសាលាគ្មានឡើយវ័យ15ឆ្នាំចាំជាប់ឥតស្បើយបានចូលរៀនហើយរៀនទាំងត្រគុណពុកម៉ែតែងតែជួយកូនស្ទើររួមស្ទើរសូនឲ្យកូនបានល្អមានតែរូបអ្នកថែដោយស្មោះសររៀនចប់បន្តជួយលោកវិញបានចម្រៀងអ្នកស្រែប្រាប់ខ្មែរប្រុសស្រីយើងអ្នកក្រក្រៃត្រូវរៀនកុំខានរៀនចេះជួយជាតិជួយញាតិសន្តានជួយខ្លួនផងបានសុខសាន្តជីវិត